បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតបង្ហាញពីសម្ភារៈមិនមែនមហោបថ្ងៃនេះគឺខ្ញុំបង្ហាញពីសម្ភារៈប្រើប្រាស់សម្រាប់ប្រចាំហាងអញ្ចឹងណាតែមិនហាងធំទេគឺហាងកាហ្វេប៉ុន្តែគាត់អេដចាប់ដើមអេដរបស់លក់បន្ថែមគឺអាហារសម្រន់មានមីឆាលតឆាមីកតាំងមីកតាំងហុងកុងហើយនឹងនំប៉័ងសាច់នំប៉័ងសាច់ជ្រាមអញ្ចឹងណាហើយខ្ញុំបញ្ជាក់ការងារគាត់អេដបន្ថែមសម្រាប់លក់ support ជាមួយនឹងកាហ្វេអញ្ចឹងបានថាយើងមានកាហ្វេហូបផងយើងមានត្រីងផ្សេងៗអញ្ចឹងទៅហើយបន្តមកទៀតយើងមានអាហារសម្រន់របស់យើងហូបប្រចាំអាហារកន្លែងគាត់អញ្ចឹងណាប្រចាំហាងកាហ្វេគាត់អញ្ចឹងថ្ងៃនេះខ្ញុំបង្ហាញច្រើនណាពាក់ព័ន្ធជាមួយនឹងសម្ភារៈដូចជានេះសឹងនេះសឹងសម្រាប់យើងធ្វើការចំហុយទុកចំហុយថ្លើមហុយអីចឹងថ្លើមបៀតដំប៉័ងហើយសឹងនេះមាន3ជាន់យើងទិញឲ្យគាត់មួយឈុតហើយមានថាសមួយជាន់នៅក្នុងហ្នឹងអញ្ចឹងហើយបន្តមកទៀតនេះគឺជាខ្ទះនេះរៀងថ្លៃតិចខ្ទះនេះក្នុងតម្លៃរបស់វា$20ជាងហើយខ្ទះនេះមិនមែនដូចជាខ្ទះធម្មតាផ្សេងៗនេះខ្ទះនេះនិយាយទៅឆាម្ហូបធ្វើម្ហូប color ស្អាតឲ្យពណ៌ស្អាតហើយមិនបាច់សឹងតែយើងមិនចង់ប្រើប្រេងប៉ុន្តែយើងត្រូវតែប្រើប្រេងដែរយើងធ្វើឲ្យម្ហូបវាយើងឆាទៅ color ស្អាតហើយយើងងាយកលាស់ហើយម្ហូបឆានៅក្នុងទៅអត់មានជាប់ពេកប៉ាអត់មានខ្លោចកែមអីទេគឺទៅស្អាតហ្មងហើយអានេះខ្ទះជៀនពងអញ្ចឹងយើងទិញឲ្យគាត់មកគ្រប់សម្រាប់អាហារដែលគាត់លក់ប្រមាណមុខហ្នឹងយើងមិនមែនទិញសម្រាប់ឲ្យប្រើទូទៅទាំងអស់អត់ទេអានេះគឺយើងទិញ support ជាមួយនឹងម្ហូបម៉នុយរបស់គាត់ដែលគាត់យកម៉នុយប្រមាណមុខហ្នឹងណាហើយអញ្ចឹងខ្ញុំទិញឲ្យទាំងអស់អានេះសភាវ៉លសោះជាមានអាខ្នាតតូចអាខ្នាតធំអញ្ចឹងមួយឈុតវាមានពីរប្រភេទហ្នឹងសភាវ៉លសោះហ្នឹងណាអញ្ចឹងអានេះយើងប្រើតាមពណ៌វិញយើងមិនបាច់ប្រើ1.2 1.3អីទេយើងប្រើតាមពណ៌នៅក្នុង SOP របស់ខ្ញុំឲ្យប្រើតាមពណ៌វាស្រួលចំណាំអញ្ចឹងណាវាស្រួលមើលទៅធ្វើការលឿនហើយមិនឲ្យប្រើម្ដងមួយចកោមទៅយើងដោះបំបែកវាមួយហើយយើងដាក់នៅក្នុងកំប៉ុងរបស់យើងត្រាំទឹកចោលទៅដល់ពេលយើងឆាយើងប្រើពណ៌ណាអញ្ចឹងវាស្រួលមីឆាប្រើពណ៌នេះលតឆាប្រើពណ៌នេះមីកតាំងប្រើពណ៌នេះអញ្ចឹងណាវាស្រួលហើយនេះអញ្ចឹងនេះយើងទិញចាប់ពី1ក្រាមឡើងទៅអញ្ចឹងនេះដូចខ្ញុំបញ្ជាក់ប្រាប់បងដងអញ្ចឹងគឺយើងទិញពី1ក្រាមដល់6គីឡូកុំទិញ2ក្រាម3ក្រាមអីសោះព្រោះអញ្ចឹងវាមានច្រើនធឺអានេះបោះផ្ទះឲ្យគាត់2ឈុតហើយ2ធឺ2មុខបានថាយើងយកឲ្យវែងងាយស្រួលគាត់លាងកន្លែងកាហ្វេគាត់កុំឲ្យទៅចាក់ចូលធីងធុងទីប្រូបើគាត់មានរមណែទឹកយើងលាងឲ្យខ្លីយើងកន្លែងយើងចាក់យកវាលឿនអញ្ចឹងណាអញ្ចឹងការងារហ្នឹងយើងត្រូវធ្វើមិនឲ្យគាត់ស្រួលប្រើហើយស្រួលទុកដាក់ហើយកសែសម្រាប់យើងជូតជ្រុញជូតអីអញ្ចឹងណាអញ្ចឹងវាស្រួលប្រើដែរហើយនេះកំប៉ុងសម្រាប់យើងដាក់បន្លែដាក់មីបន្លែមួយចំហៀងសាច់មួយចំហៀងទៅតែបន្លែរបស់យើងស្អាតជ្រក់ថង់ហើយមីយើងក៏ជ្រក់ថង់ដែរយើងកំណត់ឲ្យគាត់មក portion ប្រហែលក្រាមហើយថង់នេះសម្រាប់យើងជ្រក់អាថង់នេះខ្នាតធំហ្នឹងអាខ្នាតទូចសម្រាប់យើងដាក់សាច់គោដាក់អីអញ្ចឹងណាហើយអាថង់ធំសម្រាប់យើងដាក់មីហើយនឹងបន្លែហើយលោតហើយមីកតាំងអញ្ចឹងយើងដឹងតែចាប់ពេលគេហាងមួយចានយើងដឹងតែចាប់3កញ្ចប់ហ្នឹងមកហើយឆាយកហ្មងទៅព្រោះហើយពណ៌មួយពេសោះយើងមួយទៅមានអីពិបាកទេការងារហ្នឹងគឺខ្ញុំរៀបឲ្យចោលឲ្យគាត់ទៅគឺស្រួលហ្មងអត់មានពិបាកដូចជំនាន់គាត់ឆាមុនដាក់ប៊ីចេងស្ករវល់ព្រៃខ្យងវល់អីដាក់សភាវល់ផ្លិតផ្លាត់វល់ផ្លិតបាច់ញ៉ៃច្រើនទេបាច់ផ្លិតបាច់ភ្លួយទៀតទេវល់តែមកសោះមកពេងសភាហ្នឹងហើយហ្មងយកពណ៌អីគេពណ៌ទឹកក្រូចហ្នឹងពណ៌ទឹកក្រូចមកមីមួយចានហ្នឹងហ្មងហើយមីយើងថ្លឹងសម្រាប់តម្រូវជាមួយនឹងទឹកសោះរបស់យើងមីហើយនឹងបន្លែបើកាលណាយើងអត់ថ្លឹងទេយើងចេះបោចចាប់ឆាមិនសាបមិនសោះមិនខុសមួយសោះមិនអញ្ចឹងយើងធ្វើ SOP នេះបាយថាមីមួយចប់វាប្រហែលក្រាមបន្លែប្រហែលក្រាមសាច់ប្រហែលក្រាមហើយទឹកយើងវល់ឲ្យគាត់ទៀតអញ្ចឹងបាយថាគាត់ឆាទៅសឹងតែកូនក្មេងក៏ឆាបាននិយាយទៅឲ្យគាត់ចេះប្រើភ្លើងអ្នកអត់ចេះឆាប្រើគ្រឿងក៏យើងចេះឆាបានគាត់មើលម្ដងដឹងហ្មងទៅងាយស្រួលយល់ហ្មងដោយសារយើងមាន recipe មានរូបមន្តហើយរូបមន្តនេះយើងថ្លឹងជាសោះចេញជាសោះហើយយើងបំបែកទៅជាប្រើជាមួយនឹងពែងសភារបស់យើងពណ៌ទឹកក្រូចហើយសម្រាប់មីយើងថ្លឹងជាមកកញ្ចប់មក portion ហ្នឹងមកប្រហែលក្រាមបន្លែប្រហែលក្រាមសាច់ប្រហែលក្រាមអញ្ចឹងដាក់ទៅត្រូវមួយពេលសោះហ្នឹងហ្មងវាអត់មានខុសទេឆាទៅត្រូវឆា10ចានត្រូវទាំង10ចានហើយអ្នកអត់ចេះឆាគាត់ឆាមីចូលបោះទឹកសោះបោះទឹកបោះអីស្រូបពីលើមីហើយសម្រាប់មីឆាសាច់គោទឹកយើងមានឆាមីគោកមីអីចឹងទៀតណាអញ្ចឹងយើងគ្រាន់ប្រាប់ពីរបៀបគាត់ប្រើសោះទៅត្រូវអានេះខ្ញុំទិញឆ្នាំងអ៊ីណុកឲ្យគាត់ហើយនឹងកត្រងឲ្យគាត់2សម្រាប់គាត់សោះបន្លែសោះមីអញ្ចឹងហើយបន្លែយើងសោះហើយយើង stand by ទុកក្នុងប្រអប់ចោលទៅពេលយើងដឹងឲ្យចាប់ឆាទៅណាហើយមីយើងចាប់ពេលកណាមីយើងដាក់នៅក្នុងទូបើសិនជាវានៅក្នុងទូឈៀលបើសិនវារៀងឡើងយើងហឹងតិចយើងសោះវាមកបន្ទាប់ទៅចាំយើងឆាមួយពងអញ្ចឹងណាឲ្យវាទន់វិញតែបើមីថ្មីមិនបាច់សោះទេ
hay mi cái tán còn bảy số lót còn bảy số đây dương cha mày mày nó dương chỉ bạc ca cọt nó nông pe cần lạ na đầy cọt sol lụ sol á thôi xong phải tiết cứ về chứ cứ về lụm đạp anh quá đó mà mình về xa từng xa khơi nhà đi về chứ cứ về chạm pum trên mắt ad mòn dương cha tới nghĩa bạc co về thì tôi đạp đại em tê cọt đấy cứ mơ tới việc lụm đập sao việc lụm đập phở đá mình on này hay mẹp trên pong đấy dương phở này cọt trên pong là bây việc mua adแต่ไปให้ยังเปลี่ยนกอดเชียนโปงเตียนแมนจะโปงกูพังแต่ก็งานใบงานเป็นยังเอาเลยยังอ้อยกอดเชียนขนมปุ่มหมดย้อมแต่ไปกันเอาให้วิสมูสอาดมองอย่างดอกจีนมาโปงมูสอาดให้กับอ้อยเวียชันปีอ้อยเวียนเอาอย่างก็หอมกระดาษนั่งบนยังโฮมมีชาหลอดชาชงานอย่างนั้นนะธรรมดาโปงเตียนนะก็จะเชียนในแต่เชียนสะอาดเชียนเธอเปะป้าเชียนชันเชียนคลาวข้างกับเมียนอยู่บ้านจังให้นี่กระปองจะแบบยังด่าเพยnhư năng siêu khapแบบยังกอดเจอชาโลดจังนะจังยังเป็นกระปองด่าตุ้มกระปองด่าsao hay năngกระปองตุ้มซอยังเผอกระปองinoxชงกระปองด่าsaoยังเผอinoxชงได้ให้กระปองด่าชั่วกระปองด่าmayonnaiseเบอร์บงมอนนั้นให้năngกระปองด่าสัตว์คลาวเบียให้นี่จุนจมูกมาชดvào viếtกระบัดให้กระบัดจำเธอสันเป้กบฏก็วิจังในทางวิลอได้เป็นกบฏดองเชื้อเนี่ยกบฏดองจอขมาวยังติงบอกกอดอ้อยมวยดังมวยมองอ้อยเปรตบานอยู่ให้ช่วยยังหยอกกระให้กบฏนี่ยังให้กอดมือมองคือกบฏวิมุดสูลหันให้สัจได้วิลอแมนกบฏยังติงดองเชื้อนั่งวิอัดรอที่เผายิ่งเสียงที่วิฉับออกหมกเลยอันนี้ดองวิจอวิมเงยถกตึกโคให้อันนี้สมับยังเบี้ยเกามาอยู่ในเบอร์ปุ่มม้อนนะยังเจอหลอมหามาอยู่ในเนี่ยยังก็เบอร์ของมอนนั้นวิสูวิอัดเปะป่านี่tớiยังก็พิมพ์ซึมก็พิมพ์กระปองlàยังไว้คือวิสูเขายังก็ไอ้สันบ้านดิจิโซยังล่างโซไว้โซยังก็วิสูมันด่ากระปองอย่างนั้นนะยังโซยังล่างอย่างđóก็ยังถอดด่ากระปองได้แห่นี่อินน็อกทนอินน็อกปียังสมัยไอ้ก้อนไว้เบอร์ของมอนมุ้ยให้นั่งสมัยยังกันลาวมวยให้ทงấyคือมีหนึ่งอ๋อใบมวยทงตึกไทยมีชาหลอดช้าให้ปีทงนี้สิ่งนี้ไอ้กอดชัวlà hong muốiชัวsọ muối chỉ tôi tới nhưng phải từชัวsọ thì mình ta làกอดtrong banชัวlà hong tiết nhưng thơชัวlà hongไอ้กอดtiền chẳng recipe nhóm đây của mình này có đủ một nhómคือมีหนึ่งอ๋อtrong banชัวhay nồng pang mà nhóm đấyคือnồng pang làm đám về nồng pang tràm canol về nồng pang ta mà tế đó nồng pangคือchỉ tới nồng pang địa po đây nồng pang chân khmao của nhóm nóคือđôi kia chỉ tao thơ đôi kia mong phụ ta chân khmao có thể hiện mười mê nhóm thì nhỏ trong vậy vọt chờ nó chân là lớn đi cái bông mà nhóm nó cứ nhóm phở cái bông inoxเป็นอ้อสำหรับยังด่าสัตว์คลามเบี้ยhay đang ở bờ bùng món hay đang sọ chúa hay đang chúa là hồng vậy tới nhưng khói đạn không cái bông sำหรับ stand by này cái lại còn lụa hay tập bè thùng núi sำหรับยังthơ stop tục tập bè ó bè cả đá cho mọi con thơ time thôi rồi mình là bo na lại ó lên chấm thơ để ó bè cả đá chấm thơ ó bè cả đá chấm thơ time nó còn lụa tới cứ còn mình lụa là hồn cứ còn bên stand by lụa là hồn hay là cái bóng đi cứ dương do thoáng tôi để nhom căn đó chỉ là những đôi chuột đã nó không có bóng đi xuống là hay là pe dương chọn đôi thực sổ ấy cái tích ấy với xuống dương phở mọt nó với xuống đôi đá hay như cầm hộp của bóng inox muối nhập dương khổ bị lơ pe là dương chụp lụa pe là dương tục tay bây dương lụa đắt dương bao trao tao tay là pe dương chụp bây giờ ngặt nhiều pe bây giờ thà pe ngay chứ của hàng cà phê tại cho pe phở cái pe ngay muối dương đôi dương khổ với tao cầm oi miên sạch ai trâu cho cái nó cà phê mê hộp dân vậy bị 29 á trong này thay giờ nà mày hai cái bông đấy nhưng tê con pi đài mũi đặng hai nhâm bông của cho bây giờ có tha là bó ná phở mũi ná mũi bông mũi ná phở hai nhâm thơ nem thẹt bật đầy cọt tiền bật chung buông cái bông mùi nem thẹt nhưng ai cọt hay mà thong này phẹp cọt ai hỏi trứng nem thẹt nó bật lơ cái bông tờ bật lơ cái mỏ của bà này hay nem thẹt bảo nhâm nít thở tức ọt bia lột so thì trứng bà ta mai giờ này trứng đạm mai giờ này xào chai đã chung xào cha phê nhưng đã mua phê yêu mai lại mua gì mau giống cái này em theo vào nhóm đó nhá sọ chuối cũng đại mua sọ chùa anh ấy cứ chỉ có một bỏ vía dân tục nó ấy dân nhập dân thơ hỏi dân đại không tu từ cọ chào nói bây giờ trẻ chùa sọ cái này trẻ cái này xuôi cái này ngành chùa là không còn chân này chân hưởng của bông ấy ní cứ nhom ai quạt phở cứ bị sát mong xem đẹp dân đặt lơ tộc dân đẹp dân lúa cứ việc khơi sát mưa ca điệp trong bảo dân tới mưa tới việc stang đà việc mưa tới việc bản ta nít tia có thì nhưng mà thơ lại lũi nó nhưng trong một chéo đấy còn dùng tinh nhiều bán cho một tia có một điền còn năng tê tại tô cà phê có đồng cào dây tiền năng viên trang vậyนี่ก่อนตีตังยังมาไปเห็นเอาเตี้ยที่ยังมาเปลี่ยนเอาเตี้ยอย่างนั้นยังตัวเปลี่ยนเอาเตี้ยยังตีอยู่วันในกอดท้ายยังเปลี่ยนกอดติด
ហើយខ្ញុំចេញសភៅរូបមន្តឲ្យគាត់ទៀតហើយខ្ញុំមាន SOP ហើយខ្ញុំមាន name tag បាត់ឲ្យគាត់មកចប់ហើយបញ្យល់មេរៀនទិសដីថា recipe នេះត្រូវប្រើមិនអីមិនចឹងខ្ញុំប្រាប់មួយល្អហើយបញ្ឈានដល់យើងបញ្យល់ដល់សម្ភារៈប្រើប្រាស់បន្ទាប់ពីសម្ភារៈប្រើប្រាស់ហើយយើងចាប់ដើមទិញគ្រឿងផ្សំគ្រឿងទេសខ្ញុំទិញមកអស់ហើយនៅគូឡានខ្ញុំទិញមកអស់ហើយប៉ុន្តែខ្ញុំបញ្យល់គ្រឿងសម្ភារៈប្រើប្រាស់សិនយើងហើយបើយើងចាប់ដើមទៅបញ្យល់ពីគ្រឿងទេសអានេះសម្រាប់យើងជៀនពងនេះដៃប្រហោងមកខ្ញុំប្រាប់ស្ប៉ាស៊ីឡានេះសម្រាប់យើងជៀនពងកុំឲ្យវាដោយខ្លាញ់ដោយអញ្ចឹងឲ្យវាហូរខ្លាញ់ចេញអស់និយាយទៅខ្ញុំប្រាប់គាត់មកឈុតមកបែបចឹងដល់ពេលយើងឈានដល់គ្រឿងទេសខ្ញុំបញ្យល់ប្រាប់គាត់ពីរបៀបថ្លឹងមុនដំបូងត្រូវថ្លឹងរៀនពីជីងទៀតត្រូវថ្លឹងមិនកាត់សបកមិនកាត់អីមិនកុំឲ្យគាត់ថ្លឹងគាត់អត់យល់ពីរឿងកាត់សបកទៀតហើយយើងរកក្រាមកុំឲ្យចុចរកក្រាមណាហើយឥឡូវខ្ញុំចាប់ដើមទាញម៉ាស៊ីន event អានេះយើងទិញមកសម្រាប់ឲ្យគាត់កដៅនំប៉័ងអញ្ចឹងបើសិនជានំប៉័ងខ្លីកតលអាហ្នឹងយើងដាក់បានខាងលើ6ដើមខាងក្រោម6ដើមអញ្ចឹងវាសរុបចូលទៅបានមក10ម្ដងវាកដៅម្ដងបានពី10ដើមដែរតែបើនំប៉័ងវែងលើបាន4ក្រោមបាន4ទេហើយខ្ញុំប្រាប់គាត់ពីរបៀបប្រើម៉ាស៊ីនហ្នឹងទៀតមិនមែនចេះយកមកអត់ប្រាប់គាត់ទេណាអាម៉ាស៊ីនហ្នឹងយើងត្រូវប្រាប់គាត់ថាអាលើទូនីតិរបស់អីគេតបពីអាទី2ស្អីគេអាកដាលអីគេហើយនឹងអាក្រោមនិយាយទៅវាមានហ្វាំងសិនវាច្រើនម៉ាស៊ីននេះយើងต้องបញ្យល់ប្រាប់គាត់តែឲ្យគាត់ចេះតែ3បានណាទី1យើងប្រើកំណត់នីតិហើយនឹងអង្សាហើយនឹងកម្ដៅលើខោតែប៉ុណ្ណឹងគាត់ប្រើបានហើយមិនបាច់ឲ្យគាត់ប្រើអីច្រើនទេមាត់ដុតមាត់អីអាហ្នឹងវាមានមាត់ដុតអីនៅក្នុងនោះបានទាំងអស់ម៉ាស៊ីនហ្នឹងតែខ្ញុំទិញល្អបងឲ្យគាត់ប្រើបងទៅអានេះជើទិញបោះអន់ណាហ្នឹងខ្ញុំទិញប្រើទៅរេស្តង់វាកម្ដៅវាឡើងក្ដៅលឿនណាយើងកម្ដៅនំប៉័ងតន់មកកណាយើងទិញអន់វាក្រក្ដៅវាយូរទៀតអានេះយើងកំណត់ឲ្យគេថានេះប្រើកម្ដៅប្រហែលអង្សាហើយនឹងនាទីបិទបើកហើយនឹងក្ដៅលើក្រោមអាហ្នឹងប៉ុណ្ណឹងបានហើយពុនទីនំប៉័ងយើងប្រើកម្ដៅបើសិនមានក្ដៅខ្លាំងយើងដាក់ភ្លើងទៅត្រឹម180បានហើយ180យើងក្ដៅនំហើយយើងប្រើតែ4នាទីទៅ3នាទីបានហើយដល់មកវាលោតទៅបិទខ្លួនវាហ្មងពេលដែលយើងរវល់តែបើយើងលក់ដាច់ខ្លាំងយើងបើកវាដល់ហើយកន្លះម៉ោងចោលកាច់នាឡិកាវាធំលេខ30នាទីចោលទៅបន្ទាប់មកហើយយើងនំប៉័ងយើងដឹងហើយយើងចុះកណាយើងក្ដៅរងថ្ងៃយើងដឹងចិត្តវាដល់ដឹងតែយើងដាក់កាត់ផ្ទះវាឲ្យចាំក្ដៅដល់ពេលក្ដៅយើងយកចេញមកយើងដល់បន្តិចយើងដឹងថា2នាទី3នាទីយើងដឹងខ្លួនឯងយើងយកមកដល់លាបបើពងមាន់បៀកថ្លើមបៀកអីចេញទៅរៀបប៉ាត់តេប៉ាត់អីទៅគេហៅសាញ់ច្រាមបាក់ថ្លើមសុទ្ធទៅមួយសក់ជ្រក់អីហ្នឹងណាអានេះម៉ាស៊ីនកិនខ្ញុំទិញឲ្យគាត់អាទូចឯងគាត់អត់ប្រើធំដោយសារយើងសម្រាប់កិនថ្លើមមកមុខឯងហើយនឹងកិនខ្ទឹមកិនអីនេះអាយអញ្ចឹងទៅហើយម៉ាស៊ីននេះវាមិនថ្លៃប៉ុន្មានទេតម្លៃវាដូចជា80រៀល70រៀលជាងម៉ាស៊ីននេះយើងសម្រាប់យើងកិនហើយយើងប្រាប់គាត់ពីរបៀបដោះវាទៅលាងទឹកហើយប្រាប់ពីរបៀបបញ្ចូលបដូលហើយនឹងបញ្ចូលផ្លែហើយនឹងប៉ែនវាមានគេឲ្យប៉ែន2ប៉ែនវាគឺអាប្រហោងទូចប្រហោងធំអញ្ចឹងខ្ញុំប្រាប់គាត់ត្រូវដោះមិនដាក់ក្បិតផ្លែក្បិតខាងណាកុំឲ្យគាត់ដាក់ផ្ងាដាក់ផ្កាត់អីចឹងណាបើសិននេះគាត់អត់ប្រាប់ទេអត់ចេះដោះយកលាងទេគាត់លាងទាំងអញ្ចឹងអត់បានទេអាហ្នឹងដល់ពេលដែលគេកិនហើយគេដោះអាសំណុំលើវាចេញទៅអាខ្មៅយើងមូលវ៉ាលវាចេញមកយើងដោះមកដុំមកកាត់មុខចេញហ្មងដោះមកកាត់មុខយើងបោះចូលកធុនទឹកទៅយើងត្រាំទឹកដោះលាងទៅស្រួលវាប៉ះពាល់មួយម៉ាស៊ីនណាកុំឲ្យឆ្លងទឹកឆ្លងអីយើងដុំមកដោះមកកាត់មុខយកទៅលាងហ្មងហើយទៅពេលហើយយើងដាក់រៀបចូលវិញទៅហើយហ្មងយើងលាងយើងរៀបឲ្យអស់យើងលាងឲ្យអស់យើងរៀបចូលវិញទៅស្អាតហ្មងវាអត់ប៉ះពាល់មួយម៉ាស៊ីនរបស់យើងទេអាហ្នឹងគេរបៀបដោះអញ្ចឹងទៅពេលគាត់កិនថ្លើមកិនអីទៅគឺងាយស្រួលហ្មងហើយពីរបៀបមូលផ្លែមូលប៉ែនអីខ្ញុំប្រាប់គាត់អស់ហើយអញ្ចឹងចង់ថារបស់មួយខ្ញុំប្រាប់ទាំងអស់លំអិតទាំងអស់ច្រើនណាស់គាត់ថាខ្ញុំធ្វើវីដេអូនេះកាត់ទេអត់តាន់បានពេញវីដេអូទេអីវ៉ាន់គឺទិញឲ្យគាត់ទាំងអស់ប្រហែលកេះហើយទាំងគ្រឿងទេសទៀត4កេះទាំងគ្រឿងទេសហើយសឹងនេះខ្ញុំទិញអាខ្នាតទូចឲ្យគាត់ទេមិនខ្នាតធំទេតែពេលហើយខ្ញុំប្រាប់ពីរបៀបអង្សាទឹកតើវាពុះប្រហែល